ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនិងសូមពុទ្ធធរៈដីកាចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយសូមចម្រើនពរដល់អស់លោកញោមញាតពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាកំពុងតែរងចាំស្ដាប់ព័ត៌មានពីប្រភពផ្សេងគ្នាចម្រើនពរហើយយើងបានទទួលព័ត៌មានច្រើនប្រភពណាស់ក្នុងពេលបច្ចុប្បន្ននេះចម្រើនពរហើយអាត្មាសរុបព័ត៌មានពីថ្ងៃយប់ថ្ងៃទី7មកដល់ល្ងាចថ្ងៃទី8ខែ8ឆ្នាំ2013នេះហើយសូមឲ្យញាតិញោមនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គមេត្តាជ្រាបហើយនឹងញាតិញោមទាំងអស់គ្នាក៏មេត្តាយល់ពីព្រឹត្តិការណ៍ទាំងអស់នេះបានពោប្រធានបទនេះវាពាក្យពន្ធនឹងព្រឹត្តិការណ៍រួមផ្សំនឹងឧបាសកឧបាសិកាសនំពោឲ្យអាត្មាជជែកប្រធានបទនោះបន្តគឺប្រធានបទជ្រេះកើតហើយអំពីដែករមែងស៊ីដែកវិញចា៎បាទពោហើយដល់ពេលយើងឃើញព្រឹត្តិការណ៍ដែលរៀបចំឡើងដោយកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីការពាររាជរដ្ឋាភិបាលហើយក៏រលំទៅវិញក៏រដ្ឋាភិបាលដែរដូច្នេះហើយបានយើងគិតថាកម្លាំងសមត្ថកិច្ចកម្លាំងប្រដាប់អាវុធអ្នកដែលមានកំភ្លើងមានអាវុធគឺជាមនុស្សរបស់រដ្ឋាភិបាលជាកងកម្លាំងរបស់រដ្ឋាភិបាលបើសិនជាធ្វើការភ្លៀងភ្លត់យ៉ាងណាមួយនោះយកអាវុធយកកំភ្លើងមកគៀបសង្កត់មកគម្រាមកំហែងទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនលេងផ្ដល់ទំនុកចិត្តលេងគ្រប់គ្រងហើយអ្នកដែលបរាជ័យគឺមិនមែនប្រជាជនទេរដ្ឋាភិបាលខ្លួនឯងអ្នកបរាជ័យអ្នកដែលនឹងខ្លាយខ្លួនទៅជាអក្រិតជនមិនមែនប្រជាជនទេគឺថ្នាក់ដឹកនាំជួររដ្ឋាភិបាលដូច្នេះប្រធានបទនេះវាច្បាស់ណាស់ញាតិញោមជ្រេះកើតហើយពីដែកស៊ីដែកវិញបើសិនជារដ្ឋាភិបាលមានបំណងអាក្រក់ឬបំណងមិនល្អយ៉ាងណាមួយយកទាហានមកដើម្បីគម្រាមកំហែងរបស់មកដល់ប្រជាជនមានន័យថាប្រជាជនជាអ្នករងគ្រោះហើយជាអ្នកទទួលជោគជ័យនៅថ្ងៃក្រោយរដ្ឋាភិបាលជាអ្នកមានឥទ្ធិពលថ្ងៃនេះតែថ្ងៃស្អែកនឹងក្លាយទៅជាជនបរាជ័យនិងអក្រិតជនបងប្អូនដូច្នេះហើយគូតែយើងទាំងអស់គ្នារដ្ឋាភិបាលក៏ដោយប្រជាជនក៏ដោយរួមគ្នាកែសម្រួលធ្វើម៉េចកុំឲ្យសង្គមយើងក្លាយទៅជាសង្គមវឹកវរហើយកុំឲ្យភាគីណាមួយក្លាយទៅជាអក្រិតជនទោះជាអ្នកដឹកនាំរដ្ឋាភិបាលក្លាយទៅជាពុកអក្រិតជនក៏ជាជនជាតិរបស់ខ្មែរទោះជាខ្មែរអ្នកឈ្នះប្រជាជនទូទៅអ្នកឈ្នះក៏ជាខ្មែរដូច្នេះហើយកុំអោយរដ្ឋាភិបាលមានការយល់ច្រឡំដឹកទួបច្រឡាប់ទួបយកមកដើម្បីគម្រាមកំហែងឬក៏ថ្ងៃណាមួយធ្វើបាបប្រជាជនខ្លួនឯងប្រជាជនខ្មែរពិតជាមិនយល់ព្រមទេហើយប្រវត្តិសាស្ត្រខ្មែរយើងបានចាត់ទុកមកហើយឥឡូវនេះអ្នកដែលសម្លាប់ខ្មែរកំពុងតែនៅក្នុងតុលាការកូនកាត់គឺតុលាការខ្មែរអន្តរជាតិដែលកំពុងកាត់ក្តីកាត់ទោសចំពោះអ្នកដែលបានធ្វើអក្រិតកម្មសង្គ្រាមបលែកពុសាសដូច្នេះហើយអាត្មាគិតថានេះគឺជាសក្ខីកម្មនេះគឺជាទិលហេកនេះគឺជាកតាលិកមួយដែលចង្អុលបង្ហាញឲ្យអ្នកដឹកនាំបច្ចុប្បន្ននេះមិនគួរដើរតាមគន្លងចាស់ទេពីព្រោះវាបរាជ័យបងប្អូនហើយព័ត៌មាននេះឆ្លុះបញ្ចាំងនឹងប្រធានបទសរុបមកគឺពេលយប់ថ្ងៃទី7ឃើញមានអ្នកស្រុកភ័យបារម្ភច្រើនណាស់ពីការចល័តទួបពីកន្លែងមួយទៅកន្លែងមួយជាពិសេសគឺនៅក្បែរអ្នកលឿងបើយើងឆ្លងអ្នកលឿងទៅពីទៅឆ្លងផុតទៅបើទៅពីភ្នំពេញទៅឆ្លងផុតអ្នកលឿងបត់ទៅឆ្វេងដៃតាមផ្លូវត្រង់ទៅឆ្វេងដៃបន្តិចមានកងកម្លាំងប្រដាប់អាវុធជាច្រើនមានរពាសដេកមានរថក្រោះនៅទីនោះហើយមានទាហានដ៏ច្រើនហើយទាហានបានឆ្លើយតបជាមួយអ្នកស្រុកថាមកជួយការពារសន្តិសុខនៅទីនោះហើយពិសេសទៀតគឺដើម្បីជួយទប់ស្កាត់ពេលមានទឹកជំនន់សម្រាប់ពោហើយខាងរាជរដ្ឋាភិបាលក៏បានប្រកាសអញ្ចឹងដែរថារៀបចំកងកម្លាំងប្រដាប់អាវុធនេះគឺដើម្បីតទល់ទប់ស្កាត់កុំឲ្យមានបាតុភិបសង្គមណាមួយជាពិសេសគឺទប់ស្កាត់ទៅលើគ្រោះមហន្តរាយទឹកជំនន់អ្នកស្រុកបានឮគ្រប់គ្នាប៉ុន្តែអ្នកស្រុកភ័យអ្នកស្រុកខ្លាចមានការតក់ស្លុតខ្លាំងដោយសារឃើញមានការចល័តទួបនិងដឹកតាមរពាសដែកនិងដឹកតាមរថក្រោះហើយនៅក្នុងរពាសដែកនៅក្នុងឡានទាហាននៅក្នុងរថក្រោះនោះមានអាវុធធំមានអាវុធដែលយើងឃើញថាជាសភាវុធធ្ងន់សម្រាប់ពោហើយមានដំបងដែកមានខែលមានរែងគេហៅថារបងធ្វើពីដែកដើម្បីទប់ទល់ជាមួយនឹងក្រុមណាមួយអីអញ្ចឹងវាគូអុយឆ្ងល់ហើយអញ្ចឹងហើយបានអ្នកស្រុកភ័យណែនថាបើតការពារគ្រោះមហន្តរាយទឹកជំនន់គូមានតង់គូមានណែគេហៅថាម៉ាស៊ីនគូមានអីផ្សេងមានអង្គមានស្បៀងមានសម្ភារៈឧបភោគបរិភោគអានោះបានទៅទប់ទល់ជាមួយនឹងគ្រោះមហន្តរាយទឹកជំនន់ហើយដល់ពេលឃើញទៅទប់ទល់ជាមួយគ្រោះមហន្តរាយទឹកជំនន់សុទ្ធតែសភាវុធធំមានគ្រាប់ហើយមានកំភ្លើងធំគ្រាប់ពេញខ្លួនអញ្ចឹង
ប្រហែលជាមិនមែនទៅការពារទឹកចំនួនទេព្រោះធ្វើនេះហើយដែលធ្វើឲ្យយល់ច្រឡំបើសិនជាទាហានទាំងអស់កងកម្លាំងទាំងអស់នោះទៅការពារទៅជួយទប់ស្កាត់គ្រោះមហន្តរាយទឹកចំនួនវាគូតែទាហានទាំងអស់គ្នានោះស្ពាយអង្គកាន់តង់កាន់គ្រឿងឧបភោគបរិភោគអានោះបានប្រជាជនមិនយល់ច្រឡំវាសប្បាយចិត្តដូច្នេះហើយកាលណាពាក្យអោខុសគេមើលច្រឡំហើយទោះជារូបមនុស្សក៏ដោយកាលណាយកមុខខ្លាមកពាក្យគេថាខ្លាហើយកាលណារូបមនុស្សយកមុខយាកមកពាក្យគេថាយាកហើយអញ្ចឹងហើយអាត្មាគឺថាប្រហែលជាកងកម្លាំងសមត្ថកិច្ចពាក្យអោច្រឡំពាក្យមុខច្រឡំហ្នឹងបានធ្វើឲ្យប្រជាជនភ័យសម្បើមលេះសម្រាប់ពោគូកែសម្រួលវិញដើម្បីកុំឲ្យប្រជាពលរដ្ឋយើងព្រួយបារម្ភណាសម្រាប់ពោអស់លោកញាតិញោមខាងរាជរដ្ឋាភិបាលហើយមួយទៀតដែលគីគូអុយឆ្ងល់មួយទៀតដែលរដ្ឋាភិបាលប្រកាសក្តែងខ្លួនឯងហ្នឹងថាតការពារគ្រោះមហន្តរាយទឹកចំនួនដល់ពេលយើងកលេចមើលទឹកចំនួននោះទឹកជន់នៅអ៊ីខេតបន្ទាយមានជ័យនៅអ៊ីប៉ៃលេនប៉ុន្តែដល់ពេលដឹកទាហានទៅជួយទប់ស្កាត់គ្រោះមហន្តរាយស្រាប់តែដឹកពីកំពង់ចាមដឹកពីកំពង់ធំចូលមកទីក្រុងភ្នំពេញមានទឹកចំនួននៅភ្នំពេញហ្នឹងហើយអស់លោកញាតិញោមណានៅភ្នំពេញមានទឹកលិចភ្នំពេញនៅកន្លែងណាមួយបានតែគេដឹកទួបច្រើនម្លោះយកមកជួយសង្គ្រោះនៅទីក្រុងភ្នំពេញប្រហែលជាទីក្រុងលិចទឹកហើយដឹងឥឡូវនេះបានតែដឹកចូលមកនេះវិញព្រោះវាអត់ស៊ីម៉ាត្រីជាមួយគ្នាណាចម្លងពោភាសាអង់គ្លេសគេហៅថា inconsistency វាអត់ស៊ីចង្វាក់គ្នាត្រង់ថាទឹកជន់នៅប្រទេសមានជ័យដឹកទាហានមកសង្គ្រោះទឹកចំនួននៅភ្នំពេញអាហ្នឹងហើយដែលយើងគូឲ្យចង់សើចចឹងហើយល្បែងប្រជាពិធរបៀបអស់នេះឈប់កុហកគេទៅអស់លោកអ្នកដឹកនាំអើយកុំកុហកគេព្រោះគេក៏មានសតិសម្បញ្ញៈក្នុងការគិតដែរដូច្នេះហើយសូមកលេចមើលកុំអោយខ្លួនឯងធ្វើជាច្រេះដែលកើតអំពីដែកហើយស៊ីដែកវិញកុំអោយកងកម្លាំងដែលរបស់រដ្ឋាភិបាលមានកំភ្លើងរបស់រដ្ឋាភិបាលអ្នកកាន់រដ្ឋាភិបាលហើយដល់ពេលទៅយកមកបំផ្លាញប្រជាពលរដ្ឋខ្លួនឯងបន្លាចប្រជាពលរដ្ឋខ្លួនឯងដល់អ្នកដែលអន្តរាយទៅវិញប្រជាជននៅតែជាអ្នកឈ្នះយើងក៏លេចមើលសម័យប៉ុលពតដែលវ័យសម្លាប់គ្នាដល់ប្រជាជនជាអ្នករងគ្រោះក្នុងរបបនោះហើយដល់ពេលរបបនោះចប់ប្រជាជនជោគជ័យរស់នៅមកវិញធម្មតាអ្នកណាដែលទទួលបរាជ័យគឺក្រុមមីដឹកនាំខ្មែរក្រហមឥឡូវកំពុងតែនៅក្នុងគុកខ្លះនៅក្នុងតុលាការខ្លះអានឹងហើយបានថាគុំអុយធ្វើទៅអុយធ្វើច្រេះដែលកើតពីដែកស៊ីដែកទៅវិញចំណាំពោហើយអាត្មាគិតថាបើសិនជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់មានបំណងនឹងគំនិតគិតយកពលទាហានមកគម្រាមប្រជាពលរដ្ឋខ្លួនឯងជីវិតនយោបាយរបស់គាត់កំពុងតែឈានដល់ទីបញ្ចប់កាន់តែខ្លាំងប្រជាពលរដ្ឋអាត្មាសូមចម្រើនពរទៅខាងលោកអ្នកដឹកនាំរដ្ឋាភិបាលហើយប្រជាពលរដ្ឋគេមិនអាចរស់នៅក្នុងការគៀបសង្កត់ច្រើនឆ្នាំបានទេទោះជាអត់មានពុទ្ធមានចេញដូចសម័យ3ឆ្នាំ8ខែ20ថ្ងៃដែលសម្ដេចចេញទៅលើកនោះគឺមានអ្នកណាសង្ឃឹមថាអាចបានមានឱកាសមានពុទ្ធមានសេះអត់អីនៅសល់ដូចថ្ងៃនេះទេអញ្ចឹងដល់ពេលចប់ភ្លាមថ្ងៃណាគេមានខ្សែអត់មានឯកសារអីគ្រប់គ្រាន់ចុះត្រឹមមួយថ្ងៃនេះដែលគេមានទូរស័ព្ទទំនើបគ្រប់ដៃគេមានឯកសារអាចផ្ញើឲ្យគ្នាពីប្រទេសមួយទៅប្រទេសមួយបានយ៉ាងលឿនរហ័សបើសម្ដេចភ្លៀងផ្លួតស្មារតីច្រឡំទៅបង្កើតរឿងអីមួយមិនល្អកិត្តិយសគេឈ្មោះវីរភាពរបស់សម្ដេចត្រូវបានរលួយខ្សលដោយអំបិលត្រូវទឹកសម្រាប់ពួកដូច្នេះកន្លែងនេះគូប្រយ័ត្នប្រយែងឲ្យមែនទែនកុំឲ្យខ្លាយខ្លួនពីវរៈជនទៅជាអក្រិតជនអាត្មាព្រួយបារម្ភណាស់ដែលឃើញសម្ដេចដឹកនាំប្រទេសបានរីកចម្រើនប៉ុណ្ណេះដល់ពេលសម្ដេចដឹកទាហានពីកន្លែងមួយទៅកន្លែងមួយមកគម្រាមតែជនជាតិខ្លួនឯងនេះគឺជាចំណុចអវិជ្ជមានមួយដែលសម្ដេចកំពុងតែធ្វើហើយអ្វីដែលអាត្មាកត់សង្កល់មួយទៀតអាត្មាឃើញថាសម្ដេចហ៊ានធ្វើតែចំពោះអ្វីដែលទន់ខ្សោយហ៊ានធ្វើចំពោះតែប្រជាជនខ្មែរតែទប់ទល់នឹងជាតិសាសន៍ដទៃដែលគេមានឥទ្ធិពលខ្លាំងទៅជាមិនហ៊ានទប់ទល់នឹងគេទៅវិញគុំថាជនជាតិដទៃសូម្បីតែមូសដែលនៅនឹងប្រទេសគេនឹងក៏សម្ដេចអត់ហ៊ានទៅសម្លាប់មូសគេផងគុំថាប្រជាជនគេបើប្រជាជនខ្មែរវិញតម្លៃខ្លួនមិនបានស្មើសត្វមូសមួយចង់ធ្វើរដ្ឋប្រហារក៏ធ្វើចង់ធ្វើសង្គ្រាមក៏ធ្វើអានឹងវាជារឿងខុសឆ្គងមួយអាត្មាសូមបិណ្ឌបាតទៅឲ្យសម្ដេចបានគិតសារជាថ្មីព្រោះអាត្មាសោកស្ដាយអ្វីដែលសម្ដេចធ្វើវាគូឲ្យមានមោទនភាពជាតិណាស់ដែលសម្ដេចដឹកនាំពីអត់មានអីមកមានអីនេះជារឿងមួយប៉ិនកំ pl ែងគេថាសម្ដេចដឹកនាំពីបាត់ដៃតទីទៅរោតទីវិញនោះជាពាក្យកំ pl ែងតែអាត្មាគឺថាសម្ដេចបានធ្វើច្រើនហើយប៉ុន្តែបើសិនជាការគិតច្រឡំថ្ងៃនេះសម្ដេចច្រឡំទៅធ្វើអីមួយយកទាហានយកអីមកគម្រាមប្រជាជនជាពេលវេលាដែលប្រជាជនក្រោកពេលនេះជាទឹកកំពុងជន់សម្ដេចទឹកចំនួនឥឡូវនេះគឺមហាជនធំណាស់ទឹកចំនួនជូនៀចរាជពេញផ្ទៃប្រទេសគេនឹងអាចតទល់ជាមួយនឹងសម្ដេចហើយអ្នកដែលមានឥទ្ធិពលមានកំភ្លើងអាចខ្លាយទៅជាបរាជ័យ
ព្រោះអំណាចប្រជាពលរដ្ឋថ្ងៃនេះគឺកំពុងទាន់តូធ្ងន់ណាស់មករោភាពគេហៅថាស្មើភាពគ្នានៅក្នុងសង្គមហើយជាពិសេសទីសោតអាត្មាសូមបិណ្ឌបាតដល់អស់លោកញោមញាតិទាំងអស់ដែលជាកងកម្លាំងរាជអាវុធហត្ថមី PM ឬផ្ទៃប្រទេសប៉ូលីសទាហានទាំងអស់សូមញាតិញោមកុំលើកកំភ្លើងឬក៏លើកអាវុធបាញ់ប្រជាជនខ្លួនឯងបាបធំណាស់ញោមបើសិនជាគេបញ្ជាឲ្យញោមបាញ់ឲ្យគេបាបតែម្នាក់គេទៅញោមដាក់កំភ្លើងចុះហើយស្វាគមន៍រួមរស់ជាមួយជាតិខ្មែរដូចគ្នាអាត្មាពិតជាស្រក់ទឹកភ្នែកបើសិនមានព្រឹត្តិការណ៍កើតឡើងដែលមិនចង់បានរបស់ប្រជាពលរដ្ឋខ្មែរហើយអាត្មាជឿថាបើសិនសន្លេងនិងសម្ដីរបស់អាត្មាទៅដល់មន្ត្រីរាជការពិសេសគឺមន្ត្រីហ៊ានប៉ូលីស PM នៅក្នុងទីប្រទេសខ្មែរសូមឲ្យមេត្តាយល់និងអាណិតប្រជាពលរដ្ឋខ្មែរខ្លួនឯងហើយទុកកំភ្លើងនិងទុកអាវុធដល់ល្អនោះទៅច្បាំងជាមួយនឹងសត្រូវដទៃហើយបើសិនជាគេបញ្ជាឲ្យញាតិញោមមកបង្ក្រាបជនជាតិខ្មែរគ្នាឯងសូមឲ្យញោមដូរចិត្តផ្លាស់ចិត្តទៅជាចិត្តល្អទៅជាចិត្តកុសលរួមដៃគ្នាជាមួយនឹងប្រជាពលរដ្ឋខ្មែរទាំងអស់ការពារខ្មែរទាំងអស់គ្នាដើម្បីបានសេចក្តីសុខរបស់ខ្មែរហើយធ្វើឲ្យខ្មែរក្លាយទៅជាប្រទេសមួយប្រទេសអភិវឌ្ឍដែលប្រទេសដទៃគេគូឲ្យស្ងើចសរសើរដូច្នេះអាត្មាជឿនៅក្នុងចិត្តថាបើសន្លេងអាត្មាបានទៅដល់ទាហានប៉ូលីសទាំងអស់គេនឹងគិតពិចារណាព្រោះមានទាហានមួយចំនួនក៏ស្ដាប់ប៉ុស្តិ៍វិទ្យុពីការចង់បានប្រទេសសេរីប្រទេសយុត្តិធម៌មានសេដ្ឋកិច្ចរីកចម្រើនដែរហើយសាជាថ្មីម្ដងទៀតសូមបិណ្ឌបាតអង្វរក៏ញាតិញោមប៉ូលីសទាហានមេត្តាឈរជួយការពារយុត្តិធម៌សង្គមហើយបើសិនជាញាតិញោមបានធ្វើអញ្ចឹងមែនគន្លាកកំភ្លើងចូលមិនបាញ់ប្រជាពលរដ្ឋខ្លួនឯងអស់លោកញោមញាតិទាំងអស់បានបុណ្យធំណាស់កើតជាតិក្រោយទៅកើតនៅក្នុងសុគតិភពតែបើអស់លោកញាតិញោមបាញ់សម្លាប់ជាតិខ្លួនឯងញោមស្លាប់ទៅធ្លាក់នរកហើយការសម្លាប់នេះការធ្វើសង្គ្រាមនេះមិនមែនញោមអ្នកទទួលជោគជ័យគេអ្នកប្រាប់ឲ្យញោមគេអ្នកបានធ្វើធំគេអ្នកបញ្ជាឲ្យញោមបាញ់គេអ្នកបានធ្វើធំញោមអ្នកបាញ់បានត្រឹមមកបាបញោមអ្នកបាញ់បានត្រឹមមកធ្លាក់នរកដូច្នេះសូមញាតិញោមទាំងអស់នោះគិតពីបញ្ហាសិលធម៌ក្នុងជីវិតក្រមសិលធម៌វិជ្ជាជីវៈបើសិនជាទៅច្បាំងជាមួយនឹងសត្រូវជាតិសាសន៍ដទៃនោះយើងអាចគិតពិចារណាតែបើមកច្បាំងជាមួយជាតិខ្លួនឯងលើកកំភ្លើងបាញ់ជាតិខ្លួនឯងអាត្មាគិតថាមិនមែនជាកិច្ចការមួយប្រពៃហើយក៏មិនមែនជាការងារដែលមានមង្គលសម្រាប់ជីវិតនិងប្រទេសដែរសូមអស់លោកញាតិញោមបើសិនជាបដិសេធជាមួយនឹងមេបញ្ជាអស់ញោមអស់លោកញាតិញោមទាំងអស់មិនបានអញ្ជើញមកតែមកដល់ដោះទន្លាកកំភ្លើងទុកហើយស្វាគមន៍ខ្មែរទាំងអស់គ្នាដោះស្រាយបញ្ហាខ្មែរទាំងអស់គ្នាជោគជ័យសម្រាប់ខ្មែរទាំងអស់គ្នាអភិវឌ្ឍនភាពកើតឡើងចំពោះខ្មែរទាំងអស់គ្នាសូមអរគុណសូមចម្រើនរាំងជន់កូនខ្មែរប្រស្រីចាំយាមទឹកដីខ្មែរគេពីដូនតាជាតិខ្មែរម្ចាស់ស្រុករបងរដ្ឋថាអង្គអាញហានខ្លាក្រុមគ្រាចំបាំងរាខ្មែរក៏រំក្រុមពីរាំងធៀបចិត្តនាងអង្គអាញហ៊ានលះបងខ្ពស់ឈរមកការពារប្រជាស្រីប្រុងហ៊ានស្លាំរងគ្រោះព្រោះការពារទឹកដីកូននៅខ្សែត្រៀមឈរយាមក្នុងព្រៃពេកនៅលើដីក្រមេឃលៀងកោរងងាញញ៉ាំងចិត្តអ្នកតស៊ូយកសាច់ឈាមចោត្រាលើផែនដី សាក់ខ្ពស់
ចងយួនស្មងរឹបអង្គយកដីយកផ្ទះសំបែងរាខ្មែរប្រស្រីត្រែជុំរាល់ថ្ងៃលោតទឹកស្លាប់ខ្លួនបាកូនលើកឲ្យតបឆ្លើយម៉ែផងគេយកដំបងវាយម៉ែទាំងរួងចាប់ដាក់ក្នុងត្រង់យកទៅកាប់តងព្រោះម្ដាយចង់រួងនៅលើទឹកដីដៃកាន់អាវុធទទល់នឹងខ្មាំងធ្វើជារនាំងកាពីសត្រូវចូលមកឆ្លៀនពៀនសម្លាប់ម៉ែអើសម្លាប់ញាតិភៅពូជពងថែមរាតំដាយអ្នកក្រៅជួយម៉ែបងប្អូនផងកូនគេអស់យកដីស្រែយើងអស់ហើយកូន